ដល់ថ្ងៃមកអាន boxing ជ្រក់ឆៃថាវវិញម្ដងអូយឡើងតំណងហ្មងណាត្រូវញ៉ាំតាំងពីម្សិលមិញតែអត់មានពេលក៏ចេះតែមួយថ្ងៃហើយមួយថ្ងៃទៀតគេអាន boxing កៅអៅស្បែកជើងកាបូបគ្រឿង make up ប្លែកអីតែខ្ញុំអាន boxing តែម្ហូបហើយនឹងគ្រឿងផ្ទះបាយជ្រក់ហ្នឹងត្រូវញ៉ាំបានតាំងពីយូរតែខ្ញុំអត់មានពេលថតអញ្ចឹងឯនេះខ្ញុំមកប្រឡាក់សាច់ជ្រូក3ជាន់ញ៉ាំជាមួយនឹងជ្រូកហ្មងឲ្យតែជាប្រភេទសាច់ប្រឡាក់ញ៉ាំត្រូវទាំងអស់ហ្មងហើយសាច់ហ្នឹងចង់ប្រឡាក់សាច់គោក៏បានសាច់ជ្រូកសាច់ស្មាមុខប្រើសាច់អីក៏បានដែរឲ្យតែយើងចូលចិត្តហើយយើងគិតថាឆ្ងាញ់សម្រាប់ខ្លួនឯងណាសាច់ជ្រូក3ជាន់ហ្នឹងខ្ញុំយកមកផ្លែស្ដាងខ្ញុំអត់ប្រឡាក់ទាំងអស់ទេម្ដុំទៀតខ្ញុំទុកចិញ្ច្រាំធ្វើប្រហុកឆាញ៉ាំល្ងាចពួកខ្ញុំទិញបានតកូនឡើងល្អខ្ចីលហួកហ្មងតកូនស្រែសាច់ហ្នឹងចង់ប្រឡាក់ឲ្យឆាប់ចូលជាតិឆ្ងាញ់បងកុំផ្លេសវាក្រាស់ពេករាងស្ដើងតិចមកពេលដែលយើងប្រឡាក់ទៅឆាប់ចូលជាតិរបៀបថាយើងប្រឡាក់ទុកតា4ដល់20នាទីយើងអាចជាតិញ៉ាំបានបន្ទាប់មកក៏ខ្ញុំចាប់ផ្ដើមទៅប្រឡាក់គ្រឿងដែលរបៀបប្រឡាក់របស់ខ្ញុំហ្នឹងគឺមានអីពិសេសទេសាមញ្ញធម្មតាតែបងខ្ញុំដាក់ទឹកប្រេងខ្យងចូលដាក់ប៊ីចេងស្ករសដាក់ទឹកស្អ៊ីវបើសិនជាបងប្អូនចូលចិត្តទឹកស្អ៊ីវទេដាក់ជាអំបិលឬក៏ទឹកត្រីក៏បានដែរហើយបន្ទាប់ពីដាក់គ្រឿងសពមកហើយក៏ចាប់ផ្ដើមច្របល់សាច់ហ្នឹងឲ្យបានចូលសពជាមួយនឹងគ្រឿងហើយច្របល់តាមសន្ទុះឲ្យទៅវាសពរលាយគ្រឿងអស់អាចផ្អាប់ទុកប្រហែលជា15ទៅ20នាទីក៏យកមកចៀនញ៉ាំបានហើយរបៀបប្រឡាក់នេះគឺប្រឡាក់ភ្លាមញ៉ាំភ្លាមអត់ចាំបាច់ផ្អាប់ទុកយូរអីទេព្រោះខ្ញុំផ្លែសាច់ហ្នឹងគឺស្ដើងល្អមែនតើពេលដែលប្រឡាក់គឺឆាប់ចូលជាតិបានល្អអញ្ចឹងបន្ទាប់ពីទុកចោលរយៈពេល15នាទីគឺខ្ញុំចាប់ផ្ដើមដាក់ចៀនហើយខ្ញុំចៀនហ្នឹងគឺអត់ប្រើជាមួយនឹងប្រេងឆាទេខ្ញុំចៀនជាមួយនឹងទឹកយើងធម្មតាហ្នឹងណាដាក់ស្ងោរវាអញ្ចឹងទៅហើយបើកភ្លើងមកល្មមឲ្យវាពុះតិចចៀនយូរទៅវាចាប់ផ្ដើមចេញខ្លាញ់ពីសាច់ជ្រូក3ជាន់មកអញ្ចឹងយើងមិនដាក់ប្រេងឆាអីទេយើងបើកភ្លើងតិចទៅនៅពេលដែលទឹករីងបើសិនជាទឹករីងហើយមើលទៅសាច់របស់យើងអត់ទាន់បានឆ្អិនល្អទេបងប្អូនអាចបន្ថែមទឹកហើយរំងាស់វាមកសន្ទុះទៀតទៅសាច់របស់យើងចេញមកឡើងក្រហមល្អអញ្ចឹងហ្មងដូចសាច់ជ្រូកខអញ្ចឹងពេលដែលរីងទឹកហើយក៏ខ្ញុំបន្ថយភ្លើងដូចផ្ងំបាយអញ្ចឹងបើកតិចចៀនរហូតតតែក្រៀមតាមដែលខ្ញុំចង់បានស្រង់ចេញសម្រាប់ម៉ាក់ដែលមានកូនតូចចៀនសាច់អីគាត់ប្រើទឹកអញ្ចេះទៅល្អជាងអញ្ចឹងបន្ទាប់ពីក្រៀមតាមដែលខ្ញុំចង់បានហើយគេខ្ញុំស្រង់ដាក់នៅលើចានហើយក៏មកអានបុកស៊ីងជាមួយនឹងជ្រក់ឆៃថាវរបស់ខ្ញុំដាក់ក្លាសេទុកក្នុងទូឡងត្រជាក់ហ្មងអូយតំណងខ្លាំងណាស់ពេលដែលក្លាសេត្រជាក់អញ្ចឹងទៅជ្រក់ឆៃថាវរបស់ខ្ញុំមកកាន់តែស្រួយហើយមិនចាំបាច់លីគ្រឿងអីបន្ថែមទេតែសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំរសជាតិរៀងដិតអីអាចហាន់ឆៃថាវកង់ហើយយកវាទៅប្រឡាក់ជាមួយនឹងម្ទេសបុកចំណែករសជាតិយើងអាចដាក់តាមចំណូលចិត្តបានបើខ្ញុំអត់ចូលចិត្តប្រឡាក់គ្រឿងអីញ៉ៃទេស្រង់មកញ៉ាំជាមួយនឹងសាច់ប្រឡាក់នឹងហ្មងទៅឡងតំណងហ្មងហើយបងប្អូនចង់ញ៉ាំជាមួយនឹងត្រីងៀតត្រីឆ្អើរក៏បានដែរអត់រើសទេខំទៅឡងស្រួយហ្មងខ្ញុំចង់ដាក់សលេងផ្ទាល់ដែរប៉ុន្តែផ្ទះខ្ញុំគៀកខ្នល់ពេកអញ្ចឹងលឺតែសលេងឡានម៉ូតូបាត់សលេងជ្រក់ឆៃថាវខ្ញុំអស់ហើយកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាខ្ញុំមកបានរបស់គ្រីមក្រនចេះហើយអត់សូវចូលចិត្តញ៉ាំជាមួយនឹងសុព្រាទេអូយញ៉ាំដៃចេះគឺថាឆ្ងាញ់ខ្លាំងបានបាយកកទៀតដែររសជាតិគឺកាន់តែអែមមកកម្រិតទៀតហ្មងអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលមើលជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាយបាយ